វិធីគ្រប់គ្រងប្រាក់ខែធ្វើម៉េចដើម្បីចាយប្រាក់ខែហ្នឹងកុំឲ្យសល់ថ្ងៃយើងឃើញថាមនុស្សបច្ចុប្បន្នតែងតែមានបញ្ហាលើការចាយវាយប្រាក់ខែអត់គ្រប់ហើយចាយអត់ដែលដល់ខែអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទថ្មីដែលតាក់ទងជាមួយនឹង technique ឬក៏វិធីគ្រប់គ្រងប្រាក់ខែធ្វើម៉េចចាយឲ្យបានគ្រប់និងមានប្រាក់សល់សន្សំអ្នកខ្លះគាត់ឮប្រធានបទគាត់ឆ្ងល់ថាសមម៉េចបើរងថ្ងៃចាយប្រាក់ខែបន្តិចមួយហ្នឹងជឿចោះមនុស្សយើងកាលណាតែប្រាក់ខែតិចចាយតិចតាមតិចដល់ប្រាក់ខែច្រើនចាយកាន់តែច្រើនអញ្ចឹងប្រាក់ខែតិចក៏ដោយច្រើនក៏ដោយគឺអត់មានថ្ងៃសល់ទេបើសិនជាយើងអត់មាន technique ឬក៏អត់មានវិធីក្នុងការចាយវាយសន្សំសំចៃអញ្ចឹងថ្ងៃនេះខ្ញុំមាន5ចំណុចសំខាន់មកចែករំលែកអ្នកទាំងអស់គ្នាថាធ្វើម៉េចដើម្បីចាយប្រាក់ខែរបស់យើងហ្នឹងឲ្យគ្រប់ហើយនឹងអាចមានលុយសន្សំក្នុងបរិមាណមួយថាតិចតួចក៏ដោយតែយើងត្រូវតែមានលុយសន្សំចំណុចទី1ហ្នឹងគឺពេលដែលយើងបើប្រាក់បៀវត្សមកយើងត្រូវញែកបញ្ជីឲ្យបានច្បាស់លាស់អ្នកខ្លះពេលដែលគាត់ទទួលបានប្រាក់បៀវត្សមកគឺអាការដែលចាយវាយចាំបាច់ក៏នៅលើតែបញ្ជីមួយហ្នឹងការដែលគាត់ចាយវាយផ្ដេសផ្ដាស់ទិញរបស់ដែលមិនចាំបាច់ក៏នៅលើបញ្ជីមួយហ្នឹងការសន្សំក៏លើបញ្ជីមួយហ្នឹងការសន្សំរបស់គាត់ហ្នឹងគឺមានន័យថាគាត់ចាយសល់ចាំគាត់សន្សំប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាថាចេះវិញថាយើងចាប់ផ្ដើមដូរផែនការកាលពីមុនសល់ចាំយើងសន្សំតែឥឡូវយើងមានបញ្ជីញែកឲ្យបានច្បាស់លាស់ពេលដែលប្រាក់ខែចូលមកគឺយើងត្រូវញែកមានបញ្ជីសន្សំនោះមួយហើយបញ្ជីសម្រាប់យើងចាយវាយចាំបាច់នោះមួយនិងមួយទៀតបញ្ជីសម្រាប់យើងចាយវាយខ្ជិះឬអោយរង្វិនខ្លួនឯងឧទាហរណ៍ថាយើងមានប្រាក់ខែចំនួន$250ឬក៏1លានរៀលអញ្ចឹងយើងចាយលើចាំបាច់នោះយើងអាចគិតទៅលើការបង់ថ្លៃផ្ទះការហូបចុកប្រចាំខែតើយើងចាយប្រហែលជាប្រមាណឧទាហរណ៍អញ្ចឹងយើងអាចថាចាយអស់ប្រហែលជាខ្ទង់700000អញ្ចឹងយើងអាចដក700000ហ្នឹងចូលទៅបញ្ជីចាយវាចាំបាច់ហ្នឹងឲ្យហើយស្រេចក្នុងដើមខែរបស់យើងហ្នឹងពេលលុយខែចូលហ្នឹងបញ្ជីទី2ហ្នឹងគឺបញ្ជីដែលយើងគិតថាយើងចាយវាយបន្ថែមពីលើចាយវាយចាំបាច់ឬការសម្រាប់ឲ្យរង្វិនខ្លួនឯងហ្នឹងក្នុងមួយខែយើងគួរតែឲ្យរង្វិនខ្លួនឯងប្រមាណឧទាហរណ៍យើងគិតថាធ្វើការហត់ចង់ស្លាប់ក្នុងមួយខែអញ្ចឹងយើងអាចថាម្លេចទៅបញ្ជីហ្នឹងចំនួន200,000រៀលហើយសល់100000រៀលទៀតទៅណា100000រៀលទៀតគឺយើងទៅបញ្ជីសន្សំហើយនឹងសម្រាប់វិនិយោគបញ្ជីចាយវាចាំបាច់ឥឡូវបញ្ជីចាយវាចាំបាច់ខ្ញុំមករៀបរាប់ថាអ្វីដែលយើងគិតថាចាយវាចាំបាច់ហ្នឹងឧទាហរណ៍ថាថ្លៃសាំងម៉ូតូថ្លៃសាំងឡាននិយាយទៅគឺថ្លៃធ្វើដំណើរទី2ថ្លៃផ្ទះជួលការហូបចុកប្រចាំថ្ងៃរបស់យើងហើយបញ្ជីឲ្យរង្វិនខ្លួនឯងឧទាហរណ៍មានការជួបជុំមិត្តភក្តិណាត់ជួបជុំអញ្ចឹងយើងត្រូវមានលុយសគួរកន្លែងហ្នឹងមួយក៏ល្អមួយយ៉ាងដែរព្រោះយើងធ្វើការយើងចង់បានមុខមិត្តចង់បានទេការជួបជុំជាបំផុតទេងាកឡើងមានការណាត់គ្នាថ្ងៃនេះធ្វើការហត់ចុងសប្តាហ៍ហូបអីជុំគ្នាម្ដងហីចានេះយើងគឺត្រូវយកដកពីបញ្ជីដែលយើងចាយវាសម្រាប់ឲ្យរង្វិនខ្លួនឯងនឹងឯងឬមួយក៏យើងចង់បានអ្វីដែលគិតថាមិនចាំបាច់អញ្ចឹងយើងទិញដើម្បីសេចក្តីសុខខ្លួនយើងអញ្ចឹងគឺយើងកាត់ទៅក្នុងបញ្ជីចាយវាយសម្រាប់ខ្លួនឯងអានេះក្នុងករណីបើសិនជា200,000យើងចាយមិនគ្រប់យើងក៏មិនគួរយកពីបញ្ជីណាមួយមកបន្ថែមដែរមានន័យថាយើងកំណត់តែប៉ុណ្្នឹងហើយបញ្ជីមួយទៀតគឺការសន្សំអានេះគឺពេលដែលលុយខែចូលមកគឺយើងទៅអានឹងមុនគេយើងអាចថាកាត់ទង់100000រៀលឬក៏10%នៃប្រាក់ចំណូលរបស់យើងបើសិនយើងមានលទ្ធភាពអាចកាត់លើសនោះក៏ល្អដែរអានេះគឺយើងមិនអាចប៉ះពាល់បានទេបញ្ជីនេះគឺយើងសន្សំទុកហើយមួយទៀតគឺយើងអាចសន្សំហើយយើងរៀនវិនិយោគពីលុយដែលយើងសន្សំបាននឹងដើម្បីយកលុយដែលយើងសន្សំបាននឹងទៅវិនិយោគឲ្យវាកើតជាចំណូលបន្ថែមឲ្យយើងទៀតចំណុចទី2គឺមានបញ្ជីចំណូលចំណាយបញ្ជីចំណូលចំណាយហ្នឹងឧទាហរណ៍បញ្ជីចំណូលហ្នឹងគឺប្រាក់ខែយើងសល់ពីកាត់ពន្ធណាប្រាក់ខែយើងក្រោយកាត់ពន្ធមកនឹងបានប្រមាណយើងមានបញ្ជីកត់ចំណូលមួយថាបានប្រមាណហើយចំណាយរបស់យើងចំណាយសម្រាប់ខ្លួនឯងប្រមាណចំណាយសម្រាប់គ្រួសារអ្នកផ្ទះហ្នឹងប្រមាណយើងត្រូវមានបញ្ជីកត់ចំណាយច្បាស់លាស់ហើយចំណាយចាំបាច់នោះលើអ្វីខ្លះអានេះវាជាចំណុចមួយដែលធ្វើឲ្យយើងងាយស្រួលក្នុងការបែងចែកលុយទៅតាមបញ្ជីមួយរបស់យើងខាងលើនឹងដែរនៅពេលដែលយើងកត់ដឹងច្បាស់លាស់ហើយយើងនឹងរកឃើញហើយថាហេតុអីបានជាលុយយើងមិនសល់ពេលដែលយើងឃើញថាចំណុចណាដែលយើងអត់ចាំបាច់យើងអាចកាត់បន្ថយខែបន្ទាប់ទៀតយើងអាចកាត់បន្ថយចំណាយដែលយើងគិតថាអត់ចាំបាច់បញ្ជីកត់ចំណូលចំណាយហ្នឹងគឺយើងកត់ឲ្យបានច្បាស់លាស់មែនទែនឧទាហរណ៍ថាប្រាក់បៀវត្សយើងមានប្រមាណយើងត្រូវកត់ចូលប្រាក់ដែលយើងបានមក bonus អីក៏ដោយគឺយើងត្រូវកត់ចូលកន្លែងហ្នឹងដែរ
ហើយចំណាយដូចគ្នា500ក្តី1000ក្តីគឺយើងគុំមើលងាយយើងត្រូវតែកត់ឲ្យដឹងច្បាស់នៅពេលដែលខែក្រោយទៀតយើងក៏លេខមកមើលយើងកត់អាចថាកត់បានកន្លះខែហើយយើងក៏លេខមកមើលម្ដងឬក៏មួយខែយើងក៏លេខមកមើលម្ដងទៀតដើម្បីរកចំណុចណាដែលជាចំណុចដែលយើងគិតថាអាចកាត់បន្ថយបានចំណុចទី3គឺយើងកាត់បន្ថយចំណាយដែលមិនចាំបាច់ចំណាយដែលមិនចាំបាច់នោះឧទាហរណ៍ថាក្នុងមួយខែយើងធ្លាប់តែជួបជុំគ្នា4ដងឬក៏5ដងជាមួយមិត្តភ័ក្តិដើរលេងឬមួយក៏ហូបអីជុំគ្នាហ្នឹងមួយខែ4ទៅ5ដងអញ្ចឹងយើងអាចកាត់បន្ថយពេលដែលមានមិត្តភ័ក្តិបបួលដូចមុនអញ្ចឹងយើងអាចថាបដិសេធគិតមួយខែយើងអាចជុំគ្នាតែម្ដងឬក៏2ដងអីបានហើយអញ្ចឹងអាចចំណាយដែលមិនចាំបាច់នេះគឺយើងអាចកាត់បន្ថយបានហើយមួយទៀតការហូបនំនែកគ្រឿងកំប៉ុងដែលមិនចាំបាច់ឬក៏កាហ្វេ brand ដែលមានតម្លៃថ្លៃយើងអាចកាត់បន្ថយមកជាកាហ្វេយើងឆុងខ្លួនឯងឬមួយក៏នៅ office មានកន្លែងឆុងអញ្ចឹងយើងអាចឆុងហូបខ្លួនឯងអញ្ចឹងយើងអាចកាត់បន្ថយកន្លែងចំណាយដែលមិនចាំបាច់នេះបានចំណុចទី4កំណត់ចំនួនចាយឲ្យបានច្បាស់លាស់មានន័យថាអាការដែលយើងចាយវាយផ្ដេសផ្ដាស់ហ្នឹងយើងត្រូវកំណត់ចំនួនឧទាហរណ៍ថាមួយខែយើងកំណត់ថា200,000អញ្ចឹងពេលដែលយើងកំណត់200,000ហ្នឹងយើងចាយអត់អោយលើសពីនឹងទេឧទាហរណ៍ថា200,000ហ្នឹងយើងចាយអត់គ្រប់ក៏យើងត្រូវតែបង្ខំចិត្តខ្លួនឯងថាមិនត្រូវយកលុយពីកន្លែងណាមួយហ្នឹងមកចាយបន្ថែមលើចំណុចហ្នឹងទេនៅពេលដែលយើងកំណត់ចំនួនបានច្បាស់លាស់ហើយគោលក្បាលរបស់យើងវាចាប់ផ្ដើមគិតថាខែនេះយើងអស់លុយហើយយើងអត់មានលុយចាយទៀតទេទោះបីជាលុយដែលយើងសល់ក្នុងការសន្សំក៏យើងគិតថាវាបាត់ហើយដែរលុយហ្នឹងការកំណត់ចំនួនចាយហ្នឹងគឺដំបូងគឺពិបាកព្រោះអីយើងធ្លាប់តែចាយវាយតាមចិត្តរបស់យើងចង់បានអីទិញហ្នឹងចង់ធ្វើអីធ្វើហ្នឹងអញ្ចឹងវាជាទម្លាប់មួយដែលមិនល្អរួចសាច់ទៅហើយអញ្ចឹងការដែលយើងកែប្រែទម្លាប់ហ្នឹងគឺជារឿងពិបាកមែនទែនព្រោះអីខ្ញុំមានបទពិសោធន៍ខ្លួនឯងផ្ទាល់គឺកាលពីមុនគឺពេលដែលចេញធ្វើការដំបូងយើងទទួលបានលុយខែមកយើងគិតថាយើងមានសេរីភាពក្នុងការចាយវាយហើយអញ្ចឹងយើងចាយតាមចិត្តអញ្ចឹងវាកើតទៅជាទម្លាប់មួយដែលមិនល្អនៅពេលដែលយើងចាប់ផ្ដើមមានការកំណត់ការចំណាយរបស់យើងហ្នឹងធ្វើឲ្យយើងមានអារម្មណ៍មួយថាពិបាកមែនទែនយើងចេះតែចង់ទិញនេះចេះតែចង់ទិញនោះប៉ុន្តែយើងត្រូវតែបង្ខំចិត្តធ្វើយ៉ាងណាកាត់បន្ថយឲ្យបានព្រោះអីយើងបានកំណត់ចំនួនចំណាយហ្នឹងគឺយើងកំណត់ច្បាស់លាស់រួចហើយចំណុចទី5ការរកចំណូលបន្ថែមចំណុចនេះក៏ជាចំណុចមួយដែលសំខាន់ផងដែរទោះបីជាខែហ្នឹងគឺយើងមានបញ្ហាយើងចាយអត់គ្រប់យើងព្យាយាមសន្សំហើយតែនៅតែចាយមិនគ្រប់អញ្ចឹងជំរឿនមួយទៀតគឺយើងត្រូវតែបើកឱកាសខ្លួនឯងរកចំណូលបន្ថែមការរកចំណូលបន្ថែមហ្នឹងអាចថាបើយើងធ្វើការតែច័ន្ទទៅដល់សុក្រអញ្ចឹងអាចសៅរ៍អាទិត្យយើងអាចទៅដឹកជញ្ជូនម្ហូបឬមួយក៏យើង part time រកការងារ freelance ធ្វើបន្ថែមទៀតអាចថាដូចជាប្រែឯកសារឬមួយក៏ធ្វើអីដែលយើងគិតថាយើងមានលទ្ធភាពធ្វើដែលវាស្របទៅនឹងសមត្ថភាពរបស់យើងចំណុចទាំង5នេះគឺជាចំណុចដែលខ្ញុំយល់ថាអាចជួយយើងក្នុងការគ្រប់គ្រងប្រាក់បៀវត្សរបស់យើងឬប្រាក់ខែរបស់យើងដើម្បីកុំឲ្យយើងមានបញ្ហានៅចុងខែហើយអ្វីដែលចង់បន្ថែមតិចទៀតគឺបើសិនជាអ្នកតែងតែមានបញ្ហានៅចុងខែអញ្ចឹងយើងគួរតែទម្លាប់ធ្វើម៉េចអាដើមខែយើងនឹងចាយឲ្យដូចចុងខែដែលយើងធ្លាប់មានបញ្ហាហ្នឹងអញ្ចឹងយូរទៅវានឹងคล้ายទៅជាទម្លាប់យើងអាចមានលុយសន្សំបានមានន័យថាទម្លាប់ចាយអត់គ្រប់ហើយយើងអាចបដូរពីចាយអត់គ្រប់ហ្នឹងមកជាមានលុយសន្សំបានផងដែរអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្ណេះទេបើសិនជាគិតថាคลิปវីដេអូនេះមានសារៈសំខាន់សម្រាប់អ្នកទាំងអស់គ្នាកុំភ្លេចចែករំលែកឲ្យមិត្តភក្តិរបស់យើងឬក៏អ្នកដែលយើងស្រឡាញ់នឹងបានឃើញបានស្ដាប់ទាំងអស់គ្នាផងសូមអរគុណនិងសូមជម្រាបលា